តាសេរី3ប្រការនៃពិធីបុណ្យចូលឆ្នាំខ្មែរសំដៅលើអ្វីពិធីបុណ្យចូលឆ្នាំខ្មែរគឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជាយើងជាបុណ្យទំនៀមទម្លាប់ប្រពៃណីមានតាំងពីបុរាណកាលមកដែលពិធីបុណ្យនេះត្រូវបានប្រជាជនខ្មែរប្រកាន់ខ្ជាប់ខ្លួននិងធ្វើការប្រារព្ធឡើងជារៀងរាល់ឆ្នាំមិនដែលខកខានចំពោះការប្រារព្ធបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមានរយៈពេល3ថ្ងៃថ្ងៃទី1គឺថ្ងៃមហាសង្ក្រាន្តជាថ្ងៃដែលប្រជាជនគ្រប់រូបរៀបចំគ្រឿងរណ្ដាប់ដើម្បីទទួលទេវតាឆ្នាំថ្មីថ្ងៃទី2ជាថ្ងៃវិរៈវ័នបតនិងថ្ងៃទី3ជាថ្ងៃឡើងស័កតាសេរី3ប្រការនៃពិធីបុណ្យចូលឆ្នាំខ្មែរសំដៅទៅលើអ្វីសេរី3ប្រការនៃពិធីបុណ្យចូលឆ្នាំខ្មែរសំដៅទៅលើទី1សេរីសុស្ដីពេលព្រឹកនៃត្រង់ស្ថិតនៅត្រង់មុខព្រោះមនុស្សតែងលុបលាងមុខនៃធៀបស្ថិតនៅត្រង់មាត់គឺសំដៅលើសម្ដីល្អប្រកបដោយវចីកម្ម4មិនកុហកមិនញុះញង់មិននិយាយពាក្យអាក្រក់និងមិននិយាយពាក្យរយរាយអត់ប្រយោជន៍ទី2សេរីសុស្ដីពេលថ្ងៃត្រង់នៃត្រង់ស្ថិតនៅត្រង់ទ្រូងព្រោះថ្ងៃត្រង់តែងក្តៅមនុស្សតែងលាងទ្រូងឬងូតទឹកនៃធៀបស្ថិតនៅត្រង់ចិត្តសំដៅលើចិត្តល្អប្រកបដោយមនោកម្ម3មិនសម្លឹងចង់បានទ្រព្យគេមិនព្យាបាទគេនិងមានសមាធិទី3សេរីសុស្ដីពេលប្រលប់នៃត្រង់ស្ថិតនៅត្រង់ជើងព្រោះមនុស្សតែងលាងជើងមុនចូលសម្រាននៃធៀបស្ថិតនៅត្រង់កាយគឺសំដៅដល់ការប្រព្រឹត្តល្អប្រកបដោយកាយកម្ម3មិនសម្លាប់មិនលួចនិងមិនប្រព្រឹត្តខុសក្នុងកាមចូលរួមលើកស្ទួយថែរក្សាការពារទំនៀមទម្លាប់ប្រពៃណីវប្បធម៌និងអរិយធម៌ដ៏រុងរឿងវប្បធម៌រលត់ជាតិរលាយវប្បធម៌ពនរាយជាតិថ្កានវប្បធម៌គឺជាដួងព្រលឹងជាតិការថែរក្សាការពារសម្បត្តិវប្បធម៌ជាតិគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា